trong component set ដែលចេញនៅលផលបែបនេះយើងទាញមួយមកបាទយើងទាញ component បំប្រើមកបាទអញ្ចឹងយើងមើលនៅកន្លែងនេះយើង select កន្លែង value យើងអាច select វាបាន 25% 100% ណា 50 អីចឹងទៅហើយយើងចង់ឲ្យវាមាន number មានលេខយើងគ្រាន់តែចុច slide មក to goal ណាឃើញទេចុចមក 75% អញ្ចឹង 25% ឃើញទេបាទអញ្ចឹងយើងធ្វើវាបាទធ្វើវាទាំងអស់គ្នាយើងចង់បិទលេខយើងអាចចុចបិទលេខបាននៅក្នុងកន្លែងនេះណាដល់កន្លែង property ផងពីអូខេតោះអញ្ចឹងយើងចាប់ផ្ដើមខ្ញុំ delete នឹងចោលសិនហើយនេះ component គេដើមអញ្ចឹងយើងចាប់ផ្ដើមយើងគូងងមូ cycle បាទ cycle មកដល់មានអក្សរកាត់អក្សរ O បាទយើងទាញវាមកខ្ញុំយកទំហំ 90 បាទ 90 គុណ 90 ណាបាទអញ្ចឹងនេះ dimension layout ហ្នឹងខ្ញុំយក 90 គុណ 90 បន្ទាប់មកខ្ញុំ zoom វាមកយើងឃើញមានចំណុចនេះមួយគេហៅថា arc បាទចំណុច arc យើងទាញចុះបន្តិចយើងទាញមកយើងចុះបន្តិចមកវាមានផ្ដល់នៅកន្លែង arc នេះឲ្យយើងឃើញទេអញ្ចឹងយើងអាចយកកម្រាស់វានេះកម្រាស់វាទាញឡើងលើមកឃើញទេទាញឡើងលើក៏បានឬក៏យើងដាក់កន្លែងនេះក៏បានយើងយកទំហំនេះពីនេះមកដល់នេះមកប្រហែលឧទាហរណ៍70% បាទ70% ប៉ុណ្ណឹងអញ្ចឹងហ្នឹងខ្ញុំយក75ណាបាទ75បើថាវាកាន់ទូចេះវាកាន់ទូចេះឃើញទេធំពេកហីបាទយក65បាទវាក្រាស់តិចចាស់អញ្ចឹងវាបដិញមកអញ្ចឹងវាបដិញមកចេះអានេះលេខខ្ពស់លេខតូចបន្ទាប់មកអានេះយើងទាញបិទវិញឃើញទេអញ្ចឹងយើងបានកងវងមួយអញ្ចឹងបាទបន្តមកទៀតយកមានទេយើងគ្រាន់ copy ចុច R ចូលមកទាញមកបាទ copy តាំងទឹមនេះមកចុច C ផងកុំឲ្យវាធ្លាក់អីហ្នឹងស្មើហើយអូខេបន្តមកទៀតយើងត្រូវការវងនឹងទៀតហ៎យើងត្រូវការវងនឹងច្រើនដែរប៉ុន្តែនេះយើងចាប់ដើមដាក់តម្លៃឧទាហរណ៍ថាយើងមាន25 50 75 100បាទអញ្ចឹងខ្ញុំទាញវងមកហើយខ្ញុំ copy វា Ctrl C Ctrl V មកអញ្ចឹងយើងទទួលបាន2ខាងត្រួតលើគ្នាបាទយើងចាប់ដើមធ្វើបែបមិញដដែលនេះ65ប៉ុណ្ណឹងហើយប៉ុន្តែយើងនេះសាយើងនេះយើងយកតែ25ទេ25% មើលបងមើលអត់ឃើញទេអញ្ចឹងទៅយើងដូរ color វាហើយបាទចុច fill មកបាទយើងយក gradient មកស្អាតបាទgradient ដាក់ពណ៌អីក៏បានខាងនេះ Q ដែរបាទចឹងទៅប៉ុន្តែ25នេះយើងចង់ដាក់ខាងលើណាយើងទាញ rotate វាមកចុច C ជាប់មកបាទទេមិនហ្នឹងប៉ុន្តែគេខ្សែកោងហ៎បាទកោងយើងទាញ radius យើងមកដាក់10អីចឹងមកមូលបាទមូលអូខេបើប៉ុណ្្នឹងយើងទទួលយកបានបាទយើង group វាមួយមក group វាមកហើយយើងទាញ R មកទៀតរួចរាល់អានេះមែន50ហ៎
25 50 á 50 រួចរាល់ចុច double click មកឃើញ75ណាបាទចុច Alt មកចឹងនេះ100បាទរួចរាល់ហើយឃើញទេបាទតើតើនឹងការ space design នេះយើងអត់អីទេយើងអាចសេរីវាបានឃើញ spacing វាឃើញបន្តមកទៀតគេមានលេខបាទគេមានលេខអញ្ចឹងបងប្អូនត្រូវសេលេខចូលយើងអាចធីកលើវាមួយផងយើងសេ0% បាទ 0% អានេះយើងអាច design ដូរ font ដូចបានតែយើង design ទេអញ្ចឹងអាពីរហ្នឹងយើង group វាទៀតមកបាទ group អូខ្ញុំភ្លេចទាញអញ្ចឹងអានេះវិធីលឿនបងគ្រាន់តែ copy double click copy វាមកហើយយើង select អានេះមកយើងផាសមកវាចូលក្នុង group auto មកបាទអូខេពេលដែលយើងបិទភ្នែកមកនេះ group វាបិទភ្នែកមកចេញមកបាទអញ្ចឹងនេះមែន25បាទ 25% យ៉ាស្លាប់ enter បាទអញ្ចឹងបងគ្រាន់តែ double click copy អានេះមក control V មកអញ្ចឹងវា auto ចូល group ហ្នឹងបាទ50 control C control V 75 control C control V 100បងឃើញថាប៉ុណ្ណឹងស្អាតនៅណាប៉ុណ្ណឹងពេញចិត្តហើយណាអូខេអញ្ចឹងយើង make sure ថានេះយើង select មួយមកគឺវា group ម្ដុំហ្នឹងឃើញទេ group ឃើញទេវាម្ដុំអញ្ចឹងបន្ទាប់ពីហ្នឹងហើយបងត្រូវ select វាទាំងអស់មកត្រង់កន្លែងនេះ component ប៉ុន្តែយើងអត់ចូល component ទេ create component ទេយើងចូលមកកន្លែងចុចមួយមកយើងដាក់ថា component set បាទ component set ឃើញទេ create component set អូខេអញ្ចឹងយើងទទួលបាននៅ component មួយអូខេ component ដដែលអាចដូរឈ្មោះទៅក៏បានណាដាក់ថា cycle បាទចឹងពេលដែលយើងទទួលបាននៅ component អញ្ចឹងហើយយើងត្រូវចុច select វានេះពីរនេះកន្លែងនេះយើងទទួលបាន property មួយ property ហ្នឹងនៅណានៅក្នុងអា component set យ៉ាងមិញហ្នឹងឯងអញ្ចឹងយើងអាចដូរឈ្មោះវាក៏បានដាក់ថាvalue ហ្នឹងទៅណាតម្លៃលេខបាទពេលកន្លែងនេះយើងដាក់ថា0តម្លៃវា0ពួកស្អីនេះវា0មិនអញ្ចឹងហ៎បាទតោះ select ទៀត value ដែរព្រោះយើងកែពីលើមកហើយអញ្ចឹង property វានៅដែរឡើយឡើយមិននេះយើងដាក់ថា25ធ្វើដដែលមក select 2ហ្នឹងមក50 75% នេះ 100% បាទអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយបងសាក់តេស្តមើលពីគេមកឃើញទេពេលដែលយើងចុចចូលមកវាមាន value យើងអាចដូរបាន0 25 50 75 100យើងអាចដូរបានទៅណា
25វិញក៏បានបាទឃើញទេប៉ុន្តែយើងត្រូវមានមួយទៀតគឺបើណាបិទបើកលេខអញ្ចឹងយើងត្រូវ select វាមកបាទ select វាទាំងអស់មកយើងអត់យកនៅ property ដដែលទេបាទយើងចុចនេះមកដើម្បីបន្ថែមនៅ property មួយទៀតនេះ property នេះបូកមកយើងយក variant បាទ variant name នេះយើងដាក់អីក៏បានដែរប៉ុន្តែខ្ញុំដាក់ថា number ចុះបាទអាយ៉ាស្លាប់ enter បាទ number តោះមកកន្លែងនេះយើងដាក់ថាoff ព្រោះថាវាអត់មានលេខមិនអញ្ចឹងខ្ញុំដាក់ off ទៅបាទអញ្ចឹងដល់ពេលកន្លែងនេះយើង select មកទាំងអស់មក select ពួកអត់មានលេខណាយើងចុចកន្លែងនេះមកយើងដាក់ on វិញ enter បាទតោះនេះប៉ុណ្ណឹងមកយើងតេស្តមើលម្ដងទៀតចុចទៅវាអូខេមានកន្លែង on មាន number on អូខេអញ្ចឹងយើងសាកដូរតម្លៃវាមើល50មក50ទេបាទ75 100បិទលេខបាទ75បិទបើកអូខេរួចរាល់